កុមារភាពផ្ទះជាកន្លែងដ៏កក់ក្ដៅដែលកុមារគ្រប់រូបទទួលបានក្តីស្រឡាញ់សុវត្ថិភាពនិងការថែទាំពួកគេរត់លេងនិងចំណាយពេលវេលាបង្កើតកុមារភាពដ៏រីករាយប៉ុន្តែសម្រាប់កុមារមួយចំនួនផ្ទះអាចជាទីកន្លែងដែលធ្វើឲ្យពួកគេឈឺចាប់ផ្លូវដែលពួកគេធ្លាប់ដើរអាចជាស្នាមរបួសដ៏មុតជ្រៅកន្លែងដែលពួកគេធ្លាប់រត់លេងសប្បាយអាចក្លាយជាស្រមោលដ៏ខ្មៅងងឹតនៃកុមារភាពរបស់ពួកគេមាននរណាម្នាក់ត្រូវរស់នៅក្នុងភាពឯកខ្លាចដោយសារតែអំពើហិង្សាឡើយសូមឪពុកម្ដាយអាណាព្យាបាលនិងអ្នកគ្រប់គ្នាយកចិត្តទុកដាក់និងថែទាំកុមារដែលរងគ្រោះពីអំពើហិង្សាក្នុងគ្រួសារនិងអំពើរំលោភបំពានផ្លូវភេទកុមារអាចនឹងមានការលំបាកឬមិនមានភាពក្លាហានក្នុងការប្រាប់រឿងរ៉ាវទាំងនេះទៅកាន់នរណាម្នាក់ចូលអ្នកបើកចិត្តស្ដាប់រឿងរ៉ាវនិងជឿជាក់លើអ្វីដែលពួកគេបានប្រាប់នេះជាជំហានដំបូងដែលអ្នកអាចធ្វើបានសូមអ្នកឆ្លើយតបដោយលើកទឹកចិត្តនិងរាយការណ៍ភ្លាមៗអំពីអំពើរំលោភបំពាននេះទៅកាន់អាជ្ញាធរឬទំនាក់ទំនងទៅកាន់អង្គការមិនមែនរដ្ឋាភិបាលឬជូនកុមាររងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យនិងថែទាំសុខភាពសូមនាំពួកគេទៅកាន់ទីកន្លែងដែលមានសុវត្ថិភាពដើម្បីការពារពីជនល្មើសនិងការគំរាមកំហែងផ្សេងៗអ្នកគួរអត់ធ្មត់និងព្យាយាមយល់អំពីការផ្លាស់ប្ដូរអាកប្បកិរិយារបស់កុមារបន្ទាប់ពីរងនឹងការរំលោភបំពានកុមារអាចក្រៀមក្រំឆាប់ខឹងភ័យខ្លាចអស់កម្លាំងឬរវើរវាយចុងក្រោយអ្នកគួរតែបន្តផ្ដល់ការគាំទ្រកុមារទាំងផ្លូវកាយនិងផ្លូវចិត្តដើម្បីឲ្យប្រាកដថាពួកគេអាចល្អប្រសើរឡើងវិញនិងមិនគួរធ្វើសកម្មភាពណាមួយដែលរំលឹកឬដាក់សម្ពាធបន្ថែមដល់កុមាររងគ្រោះនោះទេការគាំទ្រគឺត្រូវមានជានិច្ចសម្រាប់កុមារនិងក្រុមគ្រួសាររបស់ពួកគេដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីការគាំទ្រនិងការថែទាំកុមារនិងក្មេងជំទង់ដែលរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារឬហិង្សាផ្លូវភេទសូមចូលទៅកាន់គេហទំព័រសុវត្ថិភាពនិងយុត្តិធម៌សុវត្ថិភាពនិងយុត្តិធម៌សម្រាប់ទាំង